នេះគឺជាការវិភាគទៅលើហាងឆេងមាសសម្រាប់ថ្ងៃច័ន្ទសប្តាហ៍ក្រោយអញ្ចឹងថ្ងៃនេះខ្ញុំមើលឃើញថាមាសគឺវាបានធ្វើការដោនត្រាន់មកហើយវាដាច់ពីកន្លែងតំបន់ខ្ពស់ហើយខ្ញុំឃើញ support មួយនៅខាងក្រោមគឺនៅ3006នេះគឺជា support ទី1ហើយបន្ទាប់មកខ្ញុំក៏បានឃើញទៅលើតំបន់ខ្ពស់ដែលយើងហៅថា resistance ហ្នឹងគឺនៅ3035ចន្លោះ3035 40ហ្នឹងអញ្ចឹងខ្ញុំគិតថាមាសនៅថ្ងៃច័ន្ទវាអាចនឹងធ្វើការដើរនៅក្នុងតំបន់ support និង resistance អញ្ចឹងយើងអាចនិយាយបានថាវាអាចនឹងដើរ sideways សម្រាប់ថ្ងៃច័ន្ទបើសិនជាថ្ងៃច័ន្ទអ្នកនរគ្នាអាចធ្វើការរងចាំតំបន់ដែលល្អខ្ញុំមើលឃើញថាមាសវាអាចនឹងដោនត្រាន់មកបន្ថែមទៀតអញ្ចឹងអ្នកនរគ្នាអាចធ្វើការចាំធ្វើការលក់បាទចាំធ្វើការលក់តែគាត់ថាយើងរកតំបន់ដែលល្អក្នុងការលក់ធ្វើករណីមួយទៀតខ្ញុំមើលឃើញថាបើសិនជាវាឡើងទៅដល់បំបែកទៅលើ resistance អញ្ចឹងវាអាចឡើងទៅរកតំបន់ខ្ពស់ចាស់របស់វាគឺនៅ3057អញ្ចឹងកន្លែងហ្នឹងយើងអាចនឹងថាជាការប្រុងប្រយ័ត្នដែរបើសិនជាវាឡើងទៅបំបែក35អញ្ចឹងវាអាចឡើងដល់57នឹងឯងអញ្ចឹងយើងគួរតែរកកន្លែងទិញវិញហើយសម្រាប់បើសិនជាវាបែកនៅតំបន់3006ហ្នឹងវាអាចមកដល់2800ជាងបាទ2800ជាងឬក៏2980ហ្នឹងបាទអញ្ចឹងវាអាចនឹងមករក support ចាស់មកវាអញ្ចឹងសម្រាប់ថ្ងៃច័ន្ទខ្ញុំមើលឃើញថាមាសហ្នឹងគឺអាចនឹងដើរ sideways គឺវាអត់ទាន់ប្រែប្រួលទេវាអាចនឹងរងចាំព័ត៌មានធំណាមួយដើម្បីវាធ្វើការឡើងទៅបំបែកឬក៏ចុះមកបំបែកតំបន់ support ឬក៏ឡើងទៅបំបែកតំបន់ resistance ដើម្បីវាធ្វើការដូរទឹកដៅបន្ថែមទៀតអញ្ចឹងណាអញ្ចឹងនេះគឺជាការវិភាគរបស់ខ្ញុំសម្រាប់ថ្ងៃច័ន្ទអញ្ចឹងអ្នកនរគ្នាកុំភ្លេចធ្វើការតាមដានទៅលើផ្សារទាំងអស់គ្នាបន្ថែមទៀតអរគុណកុំភ្លេចចុច subscribe ដើម្បីទទួលបានវីដេអូថ្មី